Thai Ojuria មានអត្តពលយ៉ាងណាទៅលើចន្ទទីក្នុងវគ្គផលិតស្លឹកអត្ថប្រយោជន៍នៃការដែលពេញនិយមក្នុងការប្រើប្រាស់ Thai Ojuria ទី1គឺដើម្បីឲ្យពន្លឿនបានស្លឹកឆាប់ចាស់ឆាប់ជ្រុះមួយវិញទៀតបាទវាគឺដើម្បីរំញោចគឺដើម្បីរំញោចពន្លក់ផ្កាឬក៏ពន្លក់ត្រួយហ្នឹងឲ្យវាចេញមកស្រុះគ្នាបានល្អទៅនឹង Thai Ojuria នេះដែរគឺមិនត្រឹមតែជាផលិតផលមួយដែលបាញ់ជំរុះស្លឹកទេទៅនឹង Thai Ojuria នេះគឺយើងអាចយកទៅប្រើប្រាស់ដើម្បីយកជំនួយបាញ់ឲ្យវាចេញត្រួយនៅក្នុងករណីថាចន្ទទីរបស់ពូមីងបងខ្ទង់អាយុចាប់ពី6ឆ្នាំចុះមកក្រោមតើអ្វីទៅជា TO Urea TO Urea គឺជាសារធាតុសរីរាង្គផ្សំឡើងពីធាតុគោលអាសូតនិងស្ពាន់ធម៌ TO Urea មិនមែនជាអរម៉ូនទេប៉ុន្តែវាជាសារធាតុសម្របសម្រួលការលូតលាស់របស់រុក្ខជាតិហើយវាជួយឲ្យមានភាពធន់នឹង stress និងជំរុញឲ្យរុក្ខជាតិសំយោគជាមួយអរម៉ូនធម្មជាតិដូចជាអុកស៊ីន ស៊ីតូគីនីន និង abscisic acid បាទសូមគោរពនិងសូមជម្រាបសួរអ៊ំពូមីងបងប្អូនប្រជាកសិករទាំងអស់ថ្ងៃនេះកម្មវិធីកសិករខ្ញុំរបស់ក្រុមហ៊ុន UT Crop Protection បានវិលមកជួបជាថ្មីម្ដងទៀតហើយបាទដោយសាររដូវកាលចន្ទទីក៏មកដល់ដែរបាទក្រុមហ៊ុន UT Crop Protection សូមនាំនៅប្រធានបទថ្មីមួយដែលអ៊ំពូបងប្រជាកសិករទាំងអស់ធ្លាប់ដឹងធ្លាប់ឮហើយគឺពាក់ព័ន្ធនឹង Thai Ojuria អញ្ចឹងប្រធានបទយើងថ្ងៃនេះគឺយើងលើកយកមកបង្ហាញថាតើ Thai Ojuria មានអត្តពលយ៉ាងណាទៅលើចន្ទទីក្នុងវគ្គផលិតស្លឹកបាទអញ្ចឹងយើងចង់ស្វែងយល់ពីអត្តពលទៅលើវគ្គផលិតស្លឹកនៅលើដំណាំចន្ទទីផ្គួបផ្សំជាមួយនឹងកត្តាផ្សេងទៀតដែលជាបញ្ហាប្រឈមមុខដូចជាការប្រប្រាស់ជីការគ្រប់គ្រងកត្តាសត្វល្អិតនិងជំងឺបាទថ្ងៃនេះក៏យើងមានវត្តមានជាមួយនឹងអ្នកបច្ចេកទេសរបស់យើងដែលជាអ្នកជំនាញទៅលើដំណាំចន្ទទីនឹងចូលរួមបកស្រាយបាទអញ្ចឹងមុននឹងជាកិច្ចចាប់ផ្ដើមយើងសូមណែនាំអ្នកបច្ចេកទេសរបស់យើងបាទដែលមានវត្តមាននៅទីនេះបាទសូមមេត្តាណែនាំបាទជំរាបសួរបងប្អូនជាកសិករទាំងអស់គ្នាបាទខ្ញុំបាទឈ្មោះលងលយបច្ចុប្បន្នជាមន្ត្រីផ្នែកទីផ្សារនិងបច្ចេកទេសប្រចាំក្រុមហ៊ុន UT Crop ទូនីតិជាប្រធានផ្នែកបច្ចេកទេសនៃក្រុម2បាទជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទឈ្មោះសវណ្ណរ៉ើនជាមន្ត្រីបច្ចេកទេសផ្នែកទីផ្សារនិងបច្ចេកទេសជាប្រធានក្រុមដំណើរក្រុម3បាទសូមអរគុណសម្រាប់អ្នកបច្ចេកទេសទាំងពីរនាក់អញ្ចឹងយើងមុនចាប់ផ្ដើមសុខសប្បាយទាំងអស់គ្នាបាទសុខសប្បាយបងអូខេអញ្ចឹងយើងនឹងចែកម្លែកបច្ចេកទេសដល់ប្រជាកសិករយើងអ្វីដែលយើងធ្លាប់អនុវត្តកន្លងមកបូកផ្សំនឹងបទពិសោធន៍របស់បងប្អូនប្រជាកសិករយើងគាត់ធ្លាប់អនុវត្តជាក់ស្ដែងផងដែរអញ្ចឹងកម្មវិធីកសិករខ្ញុំយើងនឹងបង្ហាញជាបទ Thai Ojuria មានអត្តពលយ៉ាងណាទៅលើដំណាំស្វាយចន្ទីក្នុងដំណាក់កាលផលិតស្លឹកអញ្ចឹងយើងគិតថាក្នុងដំណាក់កាលផលិតស្លឹកមានលក្ខណៈសំញាំយ៉ាងម៉េចហើយ Thai Ojuria ហ្នឹងអញ្ចឹងសូមឲ្យខាងអ្នកបច្ចេកទេសយើងបង្ហាញពីអត្ថប្រយោជន៍នៃ Thai Ojuria លើដំណាំចន្ទីតើ Thai Ojuria ផ្ដល់អត្ថប្រយោជន៍ផ្ដល់នូវសារៈសំខាន់អ្វីខ្លះសម្រាប់អ្នកប្រើប្រាស់ទៅលើដំណាំស្វាយចន្ទីបាទអរគុណច្រើនបាទពាក់ព័ន្ធជាមួយនឹងដំណាំចន្ទីដោយបងប្អូនជាកសិករទាំងអស់គាត់បានដឹងហើយពាក់ព័ន្ធជាមួយនឹង Thai Ojuria បានន័យថាបច្ចុប្បន្នគឺមានកសិករខ្លះគាត់និយមប្រើប្រាស់តែដោយឡែកក៏មានកសិករខ្លះគាត់មិនបាននិយមប្រើប្រាស់ Thai Ojuria ដែរអញ្ចឹងខ្ញុំសូមលើកយកប្រធានបទអត្ថប្រយោជន៍នៃការប្រើប្រាស់ Thai Ojuria បាទអញ្ចឹង Thai Ojuria បើនិយាយពីអត្ថប្រយោជន៍នៃការដែលពេញនិយមក្នុងការប្រើប្រាស់ Thai Ojuria ទី1គឺដើម្បីឲ្យពន្លឿនបានស្លឹកឆាប់ចាស់ឆាប់ជ្រុះបាទហ្នឹងពាក់ព័ន្ធនឹងស្លឹកហើយមួយវិញទៀតបាទវាគឺដើម្បីរំញោចពន្លក់ផ្កាឬក៏ពន្លក់ត្រួយហ្នឹងឲ្យវាចេញមកស្រុះគ្នាបានល្អហ្នឹងសម្រាប់ដែលបងប្អូនជាកសិករដែលពេញនិយមប្រើប្រាស់ហើយមិនត្រឹមតែប៉ុណ្ណោះអត្ថប្រយោជន៍គឺមានច្រើនបាទមានច្រើនមិនត្រឹមតែជួយរំញោចពាក់ព័ន្ធនឹងកញ្ចុំផ្កាឬក៏ត្រួយទេគឺវាជួយកាត់បន្ថយយ៉ាងម៉េចគឺពាក់ព័ន្ធជាមួយនឹងជំងឺឬក៏សត្វល្អិតបើសិនជាក្នុងករណីវាជ្រុះស្លឹកចាស់អស់ទៅនៅពេលដែលយើងធ្វើជំរុះបាទកាត់ការដែលកាត់បន្ថយសត្វល្អិតឬក៏ប្រភេទជំងឺក៏កាត់បន្ថយបានច្រើនដែរហើយមួយផ្នែកវិញទៀតគឺពាក់ព័ន្ធជាមួយនឹងស្លឹកចាស់ហ្នឹងបើសិនជាយើងទុកនៅនឹងដើមគឺវាស៊ីជីអត់ប្រយោជន៍
ជាទូទៅស្លឹកចាស់វាត្រូវតែជំរុះខ្លួនវាបាទតែបើយើងទុកនៅនឹងដើមហ្នឹងទៅគឺវាធ្វើឲ្យកត្តាដែលស៊ីដណ្ដើមជីហ្នឹងគឺវាដណ្ដើមខ្លាំងបាទអញ្ចឹងមិនត្រឹមតែដូចខ្ញុំរៀបរាប់ខាងលើហ្នឹងទេក៏អត្ថប្រយោជន៍ក៏ផិនការជំរុះថៃអូយូរ៉ាហ្នឹងក៏មានច្រើនបន្ថែមទៀតដែរបាទទី1បើសិនជាយើងបានប្រើប្រាស់ទៅទិន្នផលគឺយើងបានមុនគេបានន័យថាយើងចេញផ្កាមុនបាទយើងចេញផ្កាមុនទិន្នផលក៏យើងលក់បានមុនហើយស្ថិតក្នុងបានតម្លៃថ្លៃបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការបាញ់ក៏យើងមាន2ដែរបាទក៏យើងមាន2ដែរបានន័យថាទី1គឺបាញ់ជំរុះបាទហើយទី2គឺបាញ់ទាញតែដោយឡែកទាំងពីរហ្នឹងគឺខ្ញុំសូមបកស្រាយពេលក្រោយខ្ញុំគ្រាន់តែសូមបង្ហាញទៅលើចំណុចពិសេសពីអត្ថប្រយោជន៍ផនថៃអូយូរ៉ាត្រឹមនេះបាទអរគុណច្រើនបាទអរគុណច្រើនសម្រាប់លោកលងលុយអញ្ចឹងសូមមតិយោបល់ខាងលោកសវណ្ណរានម្ដងបាទជំរាបសួរពុកម៉ែបងប្អូនបាទតើតើនឹងថៃអូរ៉ានេះដែរមិនត្រឹមតែជាផលិតផលមួយដែលបាញ់ជំរុះស្លឹកទេតើតើនឹងថៃអូរ៉ានេះគឺយើងអាចយកទៅប្រើប្រាស់ដើម្បីយកជំនួយបាញ់ឲ្យវាចេញត្រួយនៅក្នុងករណីថាចន្ទទីរបស់ពូមីងបងខ្ទង់អាយុចាប់ពី6ឆ្នាំចុះមកក្រោមនឹងទាមទារឲ្យពូមីងបងជាបាញ់ទាញត្រួយប្រសើរជាជាងបាញ់ជំរុះស្លឹកចាស់បាទហើយក្នុងការជំរុះស្លឹកហ្នឹងគឺយើងអាចប្រើប្រាស់សារធាតុថៃអូរ៉ាយើងអាចបូកជាមួយនឹងផលិតផលខាងក្រុមហ៊ុន UT Crop Protection ដែលមានដូចជាbest color ឬក៏ដើមល្អយើងបូកជាមួយនឹងចន្ទទីស្វាយ UT ត្រួយផ្កាដោយកម្រិតប្រើគឺយើងប្រើចន្ទទីស្វាយ UT ត្រួយផ្កា2គីឡូយើងបូកជាមួយនឹងដើមល្អ2គីឡូយើងបូកជាមួយនឹង G UT ចំនួន1លីត្រក្នុងទឹក 1000 លីត្រតើតើនឹងកន្លែងនេះចង់មានន័យថាពូមីងបងព្យាយាមបាញ់ធ្វើម៉េចបាញ់នៅពេលដែលអាកាសធាតុដែលអត់មានទឹកភ្លៀងនៅពេលដែលកសិករឬក៏ពូមីងបងដែលបាញ់ហើយក្នុងករណីថាត្រឹមតែរយៈពេល3ទៅ4ម៉ោងភ្លៀងសូមឲ្យពុកម៉ែបងប្អូនជាកសិករទាមទារឲ្យត្រូវបាញ់ម្ដងទៀតបន្ទាប់ពីបានរយៈពេល2ទៅ3ថ្ងៃក្រោយមកទន្ទឹមនឹងសម្រាប់ការបាញ់គឺយើងព្យាយាមបាញ់ឲ្យចូលខ្ទាប់ទៅលើស្លឹកដើម្បីឲ្យសារធាតុថ្នាំវាជ្រាបបានគ្រប់ជ្រុងជ្រោយអញ្ចឹងមិនយើងចែកគ្នាអំពីអត្ថប្រយោជន៍មានថាដោយលោកគ្រូលងលុយគាត់និយាយមានថាវាជាសត្វមួយរំញោចជំរុញការលូតលាស់បើថាបាញ់ដំណាក់កាលត្រួយវាជំរុញត្រួយមកលឿនបើយើងប្រើក្នុងកម្រិតបាញ់ចង់ឲ្យជ្រុះគឺយើងប្រើប្រមាណច្រើនវានឹងជ្រុះទៅស្លឹកឆាប់ចាស់ជំរុញស្លឹកឆាប់ចាស់ហើយចម្លែកតែលោកគ្រូរ៉ានក៏គាត់បានលើកពីអត្ថប្រយោជន៍វាថាយើងប្រើវាអត្ថប្រយោជន៍វាគឺយើងអាចបូកជាមួយជីផ្សេងទៀតបាទបូកជាមួយផ្សេងទៀតក្នុងករណីបាញ់ទាញក្នុងករណីបាញ់ទាញបាទក្នុងករណីបាញ់ទាញអាចអញ្ចឹងទាំងអស់នេះសុទ្ធតែជាអត្ថប្រយោជន៍ហើយយើងឃើញថាឲ្យស្គាល់ពីថៃអូទាំងអស់ថានិយាយថៃអូតែថៃអូជាអ្វីវាអត្ថប្រយោជន៍យ៉ាងខ្លះមែនអញ្ចឹង